បាទសួស្តីបងប្អូនទាំងអស់គ្នាដោយមានសំណួរមួយពីបងប្អូនយើងម្នាក់គាត់សួរមកខ្ញុំហើយដែលខ្ញុំគិតថាជាសំណួរសំខាន់ដែរបាទពាក់ព័ន្ធជាមួយនឹងថាតើយើងបាទនៅពេលដែលយើងខ្លួនឯងផ្ទាល់គឺជាម្ចាស់ channel បាទយើងចុចមើលទៅលើវីដេអូរបស់យើងថាតើយើងទទួលបាន view ដែរអត់បាទហើយនៅពេលដែលយើងចុចមើលច្រើនដងថាតើវានឹងធ្វើឲ្យប៉ះពាល់ទៅដល់ channel របស់យើងដែរអត់បងប្អូនណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបកស្រាយជូនបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងចម្ងល់មួយនេះបាទបងប្អូនមុននឹងចូលទៅដល់ប្រធានបទមួយនេះអនុញ្ញាតឲ្យខ្ញុំសូមចែករំលែកអំពីឧទាហរណ៍មួយជាក់ស្ដែងសម្រាប់បងប្អូនទាំងអស់គ្នាបាទបងប្អូនសម័យមើលថានៅពេលដែលបងប្អូនចង់ផ្សាយពាណិជ្ជកម្មអីមួយណាបាទឧទាហរណ៍ថាបងប្អូនមានផលិតផលមួយឬមួយក៏មានទីតាំងហាងអាជីវកម្មមួយបាទបងប្អូនចង់ដាក់ការផ្សាយពាណិជ្ជកម្មទៅលើក្រុមហ៊ុនណាមួយមិនថា Facebook ឬមួយក៏ YouTube ឬមួយក៏ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មអីផ្សេងៗណាបាទអញ្ចឹងសំណួរសួរថានៅពេលដែលបងប្អូនដាក់ការផ្សាយពាណិជ្ជកម្មហ្នឹងតើអ្វីទៅដែលបងប្អូនចង់បានមកវិញបាទន័យថានៅពេលដែលយើងដាក់ផ្សាយពាណិជ្ជកម្មយើងចង់ទទួលបានលទ្ធផលអីខ្លះបងប្អូនបាទអញ្ចឹងចម្លើយដែលងាយជាទីបំផុតបាទបងប្អូននៅពេលដែលបងប្អូនដាក់ការផ្សាយពាណិជ្ជកម្មនៅលើទីតាំងណាមួយបាទនៅលើក្រុមហ៊ុនណាមួយអ្វីដែលបងប្អូនចង់បានគឺមានចំនួន2បាទទី1បាទគឺបងប្អូនចង់ឲ្យផលិតផលឬមួយក៏ទីតាំងហាងរបស់បងប្អូនបាទបានទៅដល់អ្នកមើលច្រើនទម្រង់ច្រើនប្រភេទហើយច្រើនទីតាំងបងប្អូនណាបាទបានន័យថានៅពេលដែលយើងដាក់ផ្សាយពាណិជ្ជកម្មអ្វីដែលយើងចង់បានមុនគេគឺចង់ឲ្យមានគេឃើញពាណិជ្ជកម្មហ្នឹងបាទចង់ឲ្យមានគេឃើញផលិតផលយើងចង់ឲ្យមានគេឃើញទីតាំងហាងរបស់យើងឲ្យកាន់តែច្រើនបាទអញ្ចឹងមើលឃើញកាន់តែច្រើនគឺកាន់តែល្អបងប្អូនណាបាទចំណុចទី2ដែលបងប្អូនចង់បានបាទគឺការលក់បាទអញ្ចឹងនៅពេលដែលមានគេឃើញច្រើនហើយអត្រានៃការលក់របស់យើងក៏កាន់តែខ្ពស់ទៅតាមនឹងបងប្អូនបាទនេះគឺជាអ្វីដែលយើងចង់បានក្នុងនាមយើងជា advertiser ក្នុងនាមយើងជាអ្នកផ្សាយពាណិជ្ជកម្មបាទចាយលុយដើម្បីផ្សាយពាណិជ្ជកម្មបងប្អូនណាបាទអញ្ចឹងបើយើងបកមកប្រធានបទរបស់យើងវិញដូចគ្នាបងប្អូននៅពេលដែលបងប្អូនបង្កើត channel បាទហើយ YouTube គាត់មានការផ្សាយពាណិជ្ជកម្មមួយដាក់នៅលើវីដេអូរបស់យើងបាទសំណួរសួរថាតើ advertiser បាទដែលគេ pay ទៅឲ្យ YouTube ដើម្បីដាក់ការផ្សាយពាណិជ្ជកម្មហ្នឹងបាទតើគេយល់យ៉ាងម៉េចនៅពេលដែល advertising របស់គេនៅពេលដែលការផ្សាយពាណិជ្ជកម្មរបស់គេបានឃើញតែមនុស្សម្នាក់បាទមនុស្សម្នាក់ហ្នឹងគឺយើងផ្ទាល់បាទយើងខ្លួនឯងម្ចាស់ channel យើងបង្កើតវីដេអូយើងចុចមើលវីដេអូរបស់យើងផ្ទាល់ហើយអាការផ្សាយពាណិជ្ជកម្មហ្នឹងចេះតែចេញមកអញ្ចឹងទៅបាទហើយជាក់ស្ដែងបាទអ្វីត្បិតតែការផ្សាយពាណិជ្ជកម្មវាចេញមកដដែលមែនក៏ប៉ុន្តែអ្នកឃើញគឺមានតែយើងម្នាក់ហ្នឹងបាទអញ្ចឹងសំណួរសួរថាយើងនៅពេលដែលយើងក្នុងនាមជា advertiser យើងចង់បានបែបហ្នឹងដែរអត់បាទចម្លើយគឺច្បាស់ណាស់គឺអត់ទេបងប្អូនណាបាទអ្វីដែលយើងចង់បានក៏ដូចជា advertiser ចង់បានគឺចង់ឲ្យ advertising របស់គេចង់ឲ្យផលិតផលរបស់គេព័ត៌មានពីផលិតផលរបស់គេព័ត៌មានពីហាងរបស់គេទៅកាន់មនុស្សកាន់តែច្រើនគឺកាន់តែល្អនៅពេលដែលអ្នកមើលកាន់តែច្រើនបាទឱកាសនៅក្នុងការ sell ក៏កាន់តែខ្ពស់បងប្អូនណាបាទនេះគឺជាអ្វីដែលគេចង់បានអញ្ចឹងនៅពេលដែលបងប្អូនបង្កើត channel បាទហើយបងប្អូនផលិតជាវីដេអូហើយបងប្អូនគិតតែអំពីអង្គុយចុចទៅលើវីដេអូខ្លួនឯងណាបាទចំណុចនេះគឺខ្ញុំអត់លើកទឹកចិត្តទេបងប្អូនហើយបងប្អូនត្រូវដឹងថា system របស់ YouTube algorithm របស់ YouTube បាទគឺគាត់ចាប់បានទាំងអស់មិនថាបងប្អូនបាទមើលវីដេអូរបស់ខ្លួនឯងនៅក្នុង device មួយណាទីតាំងមួយណាបាទហើយឧទាហរណ៍ថាពេលវេលាមួយណាទៀត YouTube គាត់ចាប់បានទាំងអស់បងប្អូនណាបាទគឺយើងអត់អាច cheat គាត់បានទេបាទករណីនេះគឺជាករណីគេហៅថាខ្លែងបន្លំណាបាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើកាន់តែច្រើនបាទវានឹងធ្វើឲ្យ channel របស់យើងគឺអាចនិយាយបានថាអាចនឹងជួបបញ្ហានៅពេលណាមួយបងប្អូនណាបាទអញ្ចឹងចំណុចនេះគឺជាចំណុចសំខាន់ហើយបងប្អូនកុំគិតថា YouTube គាត់ចាប់អត់បានណាបាទយើងជាម្ចាស់ channel បាទ YouTube គឺជាក្រុមហ៊ុនធំ
បាទបើយើងនិយាយសាមញ្ញបាទ YouTube គឺជាមេយើងគឺជាពងបាទអញ្ចឹងបងប្អូនត្រូវដឹងថាពងអត់អាចនៅលើមេទេបងប្អូនណាបាទមេអត់អាចនៅក្រោមពងទេមេគឺត្រូវទៅនៅលើពងអញ្ចឹងជាការបកស្រាយមកវិញបងប្អូន system របស់ YouTube គាត់ចាប់បានទាំងអស់មិនថាបងប្អូនប្រើប្រាស់ device ផ្សេងឬមួយក៏ពេលវេលាផ្សេងឬមួយក៏ទីតាំងផ្សេងដើម្បី watch វីដេអូរបស់យើងមើលវីដេអូរបស់យើងបាទបងប្អូនមើលកាន់តែច្រើនឱកាសនៅក្នុងការខូច channel ក៏កាន់តែខ្ពស់ដែរបងប្អូនណាបាទអញ្ចឹងនេះគឺជាអ្វីដែលខ្ញុំធ្វើការបកស្រាយហើយខ្ញុំក៏អត់លើកទឹកចិត្តដែរពីព្រោះដោយសារអីដោយសារបាទ YouTube ដោយបងប្អូននឹងស្រាប់ហើយគឺ YouTube គាត់ដំណើរការរាប់សិបឆ្នាំមកហើយបទពិសោធន៍ដែលគាត់ជួបក៏ច្រើនដែរអញ្ចឹងបើយើងនិយាយពីបច្ចេកទេសបាទយើងអត់អាចឈិតគាត់បានទេបងប្អូនណាអត់អាចលួចគាត់បានទេបងប្អូនបាទអញ្ចឹងដើម្បីឲ្យកាន់តែជាក់ស្ដែងបន្ថែមទៀតខ្ញុំនឹងធ្វើការបង្ហាញជូនបងប្អូនទាំងអស់គ្នាប្រព័ន្ធ search engine បាទដែលគាត់នឹងបញ្យល់លម្អិតអំពីថាតើនៅពេលដែលយើងចុចមើលវីដេអូរបស់ខ្លួនឯងហ្នឹងវាប៉ះពាល់អីខ្លះបងប្អូនណាបាទបងប្អូនឥឡូវខ្ញុំទៅ tab មួយទៀតហើយខ្ញុំចុចទៅលើ link មួយនេះបងប្អូនបាទ Can you make money watching your own YouTube video បងប្អូនណាបាទចឹងនេះគឺជាចម្លើយបងប្អូន No you cannot make money by watching your own YouTube video you can watch your own video for personal reason but doing so repeatedly inflate views and watch time is against YouTube's policy and can lead your channel being penalized or terminated បាទអញ្ចឹងបងប្អូនជ្រាបច្បាស់ណាបាទចម្លើយគឺ no យើងអត់អាចមើលវីដេអូខ្លួនឯងបានទេបងប្អូនបាទអញ្ចឹងសំណួរសួរថាបើសិនជាយើងអត់អាចមើលវីដេអូខ្លួនឯងអញ្ចឹងយើងធ្វើម៉េចដឹងថាវីដេអូដែលយើងបង្ហោះទៅហ្នឹងបាទវាអាចនិយាយបានថាវាល្អកម្រិតណាយើងចង់ review ឡើងវិញកម្រិតណាឬមួយក៏យ៉ាងម៉េចយើងធ្វើម៉េចដឹងបងប្អូនចម្លើយគឺបងប្អូនអាចមើលខ្លួនឯងយូរម្ដងបានហើយបងប្អូនណាកុំញាប់ពេកឧទាហរណ៍ថាពេលដែលបងប្អូនអាប់ឡូតចូលភ្លាមករណីខ្ញុំបាទខ្ញុំឧទាហរណ៍ជាក់ស្ដែងនៅពេលដែលខ្ញុំអាប់ឡូតវីដេអូចូលភ្លាមខ្ញុំមើលទៅលើវីដេអូខ្ញុំឡើងវិញបាទខ្ញុំចុចមើលទៅលើ channel របស់ខ្ញុំនៅក្នុង channel របស់ខ្ញុំហ្នឹងហើយខ្ញុំប្រើ user របស់ខ្ញុំផ្ទាល់ហ្នឹងបាទខ្ញុំ watch វីដេអូនឹងឡើងវិញពេលដែលខ្ញុំ watch បងប្អូនបាទ YouTube គាត់ count មក view បាត់ហើយបាទ watch លើកទី1ខ្ញុំចង់និយាយថា watch លើកទី1ហ្នឹងគឺ YouTube គាត់ count មក view បាត់ហើយបាទអាហ្នឹងគឺគាត់ count ឲ្យយើងជាលក្ខណៈគេហៅថាស្របច្បាប់បាទអត់មានខុស policy អីទេពីព្រោះដោយសារអីយើងចាប់ផ្ដើមដំបូងយើងអត់ទាន់បានមើលវីដេអូហ្នឹងទេអញ្ចឹងយើងត្រូវការមើលវីដេអូហ្នឹងក្នុងគោលដៅដើម្បី personal use បាទ personal reason នេះបងប្អូនបាទគឺ personal reason បានន័យថាខ្ញុំមើលវីដេអូខ្លួនខ្ញុំផ្ទាល់បាទដើម្បីឲ្យដឹងថាតើវីដេអូរបស់ខ្ញុំហ្នឹងធ្វើទៅវាល្អកម្រិតណាវាមានបញ្ហាអីខ្លះហើយតែថ្ងៃមុខដើម្បីខ្ញុំ review ខ្លួនឯងបងប្អូនណាបាទនេះគឺជា personal reason ដែលខ្ញុំមើលវីដេអូខ្លួនឯងផ្ទាល់អញ្ចឹងនៅពេលដែលខ្ញុំមើលចប់ហើយបងប្អូនគឺខ្ញុំលែងមើលទៀតហើយបាទខ្ញុំមើលតែម្ដងហ្នឹងខ្ញុំលែងមើលទៀតហើយបើសិនជាខ្ញុំចង់មើលម្ដងទៀតបាទខ្ញុំអាចទៅខ្ចីទូរស័ព្ទអ្នកផ្សេងaccount អ្នកផ្សេងយកមកមើលណាបាទអាហ្នឹងយើងអាចមើលបានបាទក៏ប៉ុន្តែបើសិនជាករណីខ្ញុំផ្ទាល់ខ្ញុំមើលយ៉ាងច្រើន2ដងបាទខ្ញុំលែងមើលហើយតែកាលណាយើងមើលញឹកញាប់ពេកបងប្អូនគឺវានឹងខុស policy របស់វាបងប្អូននេះ is against YouTube policy and can lead your channel being penalized បានន័យថាគេពិន័យណាបាទពិន័យ or terminate អញ្ចឹងនេះគឺជាចំណុចសំខាន់បាទអញ្ចឹងបន្តមកទៀត money is earned through genuine views from external viewers which include ad revenues and a share of YouTube premium subscription fees for viewer who watch your content បាទអញ្ចឹងសម្រាប់លុយដែលយើងរកបានគឺត្រូវតែជាប្រភេទលុយដែលកើតចេញពី view ដែល unique ណាបាទគឺបានន័យថាជា view ដែល external អ្នកផ្សេងគាត់
មើលវីដេអូយើងមិនមែនជាខ្លួនយើងផ្ទាល់ទេបងប្អូនណាបាទអូខេឥឡូវខ្ញុំចូលមកក្រោមទៀត why watching your own video is ineffective បាទទី1 against policy បាទន័យថាខុសគោលការណ៍របស់ YouTube បងប្អូនទី2 monetization risk បាទហានិភ័យនៅក្នុងការរកលុយបាទតាម YouTube ក៏អាចនឹងកើតមានច្រើនបាទនៅពេលដែលបងប្អូនធ្វើបែបហ្នឹងបាទចុចមើលវីដេអូរបស់យើងខ្លួនឯងបែបហ្នឹងទី3 no actual earning បាទគឺការរកលុយហ្នឹងគឺអត់ប្រកបប្រជាទេបងប្អូនណាបាទហើយចំណុចនេះគឺវាអាចនឹងប៉ះពាល់ទៅដល់វីដេអូផ្សេងទៀតដែលបងប្អូនអត់បានមើលបងប្អូនណាបាទអញ្ចឹងចំណុចនេះគឺជាចំណុចសំខាន់ហើយបងប្អូនគួរតែជៀសវាងបងប្អូនបាទហើយសម្រាប់ការ explain បាទការបញ្យល់ផ្សេងទៀតបងប្អូនអាចចូលទៅមើលខ្លួនឯងទៅបាទខ្ញុំនឹងធ្វើការតម្លាក់ link នេះនៅក្នុង description បងប្អូនណាបាទបងប្អូននេះគឺជាការបកស្រាយរបស់ខ្ញុំហើយបន្ថែមជាមួយនឹងការបញ្យល់ពីក្នុង search engine ដែលគាត់បានបញ្យល់យ៉ាងច្បាស់ហើយអំពីថាតើនៅពេលដែលយើងបាទមើលវីដេអូខ្លួនឯងវាប៉ះពាល់ទៅដល់អីខ្លះបាទថាតើវីដេអូរបស់យើងកើន view ដែរអត់ហើយ channel របស់យើងអាចនឹងជួបបញ្ហាដែរអត់នៅពេលដែលយើងមើលកាន់តែច្រើនណាបាទអញ្ចឹងចម្លើយបងប្អូនដឹងហើយបាទហើយចំណុចដែលថាយើងមើលវីដេអូខ្លួនឯងនេះបងប្អូនបាទអាចនិយាយបានថាវាខុសពី policy ហើយវាគឺជាទង្វើដែលយើងគិតថាអាចនិយាយបានថាជាសកម្មភាពដែលឈិតណាបាទដែលខ្លែងបន្លំបងប្អូនណាបាទអញ្ចឹងជៀសវាងកុំធ្វើឲ្យសោះបងប្អូនអ្វីគឺបងប្អូនព្យាយាមស្វែងរក view ទៅតាមប្រភពផ្សេងខ្ញុំទទួលស្គាល់ថាបងប្អូនចង់បាន view ក៏ប៉ុន្តែនៅពេលដែលយើងចង់បាន view ដោយការខ្លែងបន្លំគឺវាមិនល្អទេបងប្អូនអាចស្វែងរកនៅតាមប្រភពផ្សេងបាទរបៀបផ្សេងនៅក្នុងការរក view ធ្វើយ៉ាងណាបាទឲ្យ view របស់យើងនឹងគឺជា view ដែល unique ដែលកើតចេញពីបាទ viewer ផ្សេងគ្នាបងប្អូនណាបាទនេះគឺជាចំណុចសំខាន់ហើយគឺជាអ្វីដែល YouTube គាត់ចង់បានហើយចំណុចចុងក្រោយបងប្អូនកុំភ្លេចបាទ YouTube គាត់ចាប់យើងបានទាំងអស់បងប្អូនណាកុំគិតថាយើងខ្លែងបន្លំគាត់បានគឺអត់បានទេ system របស់ YouTube algorithm របស់ YouTube គឺគាត់ចាប់បានទាំងអស់បងប្អូនបាទបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ជាចុងក្រោយបងប្អូនកុំភ្លេចណាបាទជួយចុច like subscribe ហើយនឹងរូបកណ្ដឹងដើម្បីទទួលបាននូវចំណេះដឹងថ្មីពាក់ព័ន្ធជាមួយនឹងការសាងប្រាក់ចំណូលពី YouTube ក៏ដូចជាបច្ចេកទេសល្អៗនៅក្នុងការប្រើប្រាស់ AI ក៏ដូចជាចំណេះដឹងនៅក្នុងការផលិតមាតិកាបាទជាពិសេសមាតិកាសម្រាប់បណ្ដាញសង្គម YouTube ដើម្បីសាងប្រាក់ចំណូលពី YouTube